មេត្រីចំណែកឲ្យរោងចក្រផលិតឱសថគីណាល់ចាប់បានធ្វើខួបលើកទី56នៃការបង្កើតសហគ្រាសរោងចក្រផលិតឱសថគីណាល់បានធ្វើខួបលើកទី56នៃការបង្កើតសហគ្រាសរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាខណៈដែលរយៈពេលកន្លងមកសហគ្រាសនេះបានច្នៃប្រឌិតឱសថឲ្យមានតម្លៃបន្ថែមនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើទីផ្សារក្នុងស្រុកនិងទីផ្សារឆាកអន្តរជាតិលោកអគ្គបណ្ឌិតឱសថហៃលីអៀងប្រធានអគ្គនាយកនៃសហគ្រាសផលិតឱសថ PPM បានថ្លែងនៅថ្ងៃសុក្រនេះថាចាប់ពីពេលនេះតទៅឱសថគីណាល់ដែលជាផលិតផលខ្មែរមានអាយុកាល56ឆ្នាំមានអាយុ4ឆ្នាំនៃការបង្កើតឱសថដូលីប្រានគីណាគេសញ្ញានៃភាពជោគជ័យមួយរបស់ជាតិគឺកម្ពុជាដែលបានបំពាក់ជូនអ្នកសិក្សាស្រាវជ្រាវកម្ពុជានៅសម័យមុនលោកអគ្គបណ្ឌិតឱសថបានបដិញ្ញាថាការបង្កើតឡើងនៅសហគ្រាសផលិតឱសថនេះឡើងវាមានសារៈសំខាន់ណាស់ក្នុងការបង្កើតផលិតផលដែលមានតម្លៃបន្ថែមជួយឲ្យសេដ្ឋកិច្ចជាតិអភិវឌ្ឍឡើងដែលឯករាជ្យជាមួយគ្នានោះដែរការស្រាវជ្រាវបង្កើតថ្មីរបស់រោងចក្រឱសថ PPM បានផ្ដល់ការលើកទឹកចិត្តដល់និស្សិតក្មេងៗដែលចង់រៀនចង់សាកល្បងចំណែកឯឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិក៏បានថ្លែងដែរថាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនទៅមុខរាជរដ្ឋាភិបាលតាមរយៈក្រសួងនានាដែលជាសេនាធិការតែងតែយកចិត្តទុកដាក់ដល់សហគ្រាសទាំងអស់ជាពិសេសសហគ្រាសធុនតូចនិងមធ្យមតាមគ្រប់រូបភាពដើម្បីឲ្យពួកគាត់រួមចំណែកក្នុងការបង្កើតការងារនិងផលទុនជូនជាតិលើកស្ទួយសេដ្ឋកិច្ចទាំងមូលអាដាមបានបញ្ជាក់ទៀតថារាជរដ្ឋាភិបាលនឹងគ្រប់គ្រងបន្តទៀតដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជនរបស់កម្ពុជាមានសហគ្រាសនានាឲ្យមានលក្ខណៈប្រកួតប្រជែងហើយដណ្ដើមបានទីផ្សារថ្មីទៀតក្នុងតំបន់អាស៊ានអ្វីដែលពិសេសនោះកម្ពុជានឹងភ្ជាប់ជាសហគមន៍តែមួយនៅចុងឆ្នាំ2015ខាងមុខនេះកម្មវិធីទី2ពិធីគោរពផ្លេជាបណ្ឌិតហៃលីអៀងធានអគ្គនាយកសហគ្រាសផលិតឱសថការីនៅផល្លាអនុប្រធាននាយកដ្ឋានឱសថចំណីអាហារបរិក្ខារព្រឹទ្ធឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្មវិធីទី8ពិធីចែក15កម្មវិធីទី9ការបញ្ចេញចំណាប់អារម្មណ៍របស់និស្សិតដែលទទួលបានមានគណៈកម្មការពិធីទាំងមូលយើងខ្ញុំសូមគោរពស្វាគមន៍លោកស្រីឱសថការីនៅផល្លាអនុប្រធាននាយកដ្ឋានឱសថចំណីអាហារ President Siap Fox សូមអរសាទរលោកស្រីដែលអញ្ជើញមកពីក្រសួងសុខាភិបាលនិងស្ថាប័ននិងបងប្អូននិស្សិតផ្នែកឱសថសាស្ត្រជាទីមេត្រីដែលមានកម្មវិធីរបស់
ជាសហជីវិកទាំងអស់នៅក្នុងឱកាសប្រកាសជូនពានរង្វាន់ទីណាល់លើកទី3ដែលជាថ្ងៃខួបលើកទីចូលទី46ឆ្នាំនៃការបង្កើតប្រជាពលរដ្ឋយើងហើយនិងមនុស្សទូទៅទាំងប្រទេសអបអរសាទរខួបទី46ឆ្នាំនៃឱសថគីណាល់សូមបញ្ជាក់ថានៅសតគីណាល់នេះយើងមានកំណើតដាក់ទៅនោះហ្មងឯខ្មែរយើងភាគច្រើនប្រហែលជាអត់ដឹងទេគឺយើងមានកំណើត4ឆ្នាំដាក់ទៅមុនយកសលេងគាត់ទេដល់3ប្រទេសបារាំងគឺសតដូលីប្រានអញ្ចឹងខ្មែរយើងពីមុនយើងមានមោទនភាពណាពីព្រោះខាងផ្នែកស្រាវជ្រាវគឺយើងអាចតាមគេតាន់ហើយមិនគ្រាន់អញ្ចឹងទេគឺថាយើងដើរមុនគេទៅទៀតអញ្ចឹងសុទ្ធគីណាល់គឺជាសុទ្ធចម្បងជាងគេដែររបស់សហគ្រាសផលិតសុទ្ធ PPM នឹងជានិមិត្តរូបតំណាងឲ្យជោគជ័យរបស់រោងចក្រសុទ្ធផលិតសុទ្ធ PPM របស់យើងនិងរបស់ប្រទេសកម្ពុជាទាំងមូលគីណាល់ពូកែស័ក្តិសិទ្ធិមែនពានរង្វាន់គីណាល់ដែលយើងនឹងផ្ដល់ជូនអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់កម្ពុជាយើងថ្ងៃនេះមានគោលដៅសំខាន់4គឺទី1លើកទឹកចិត្តដល់អ្នកវិទ្យាសាស្ត្រវ័យក្មេងដើម្បីឲ្យមានគំនិតស្រាវជ្រាវទី2ជួយពួកគេឲ្យមានគំនិតច្នៃប្រឌិតទី3យើងផ្ដល់លទ្ធភាពឲ្យពួកគេធ្វើការសរសេរស្រាវជ្រាវនិងទី4ជំរុញនិងលើកទឹកចិត្តឲ្យពួកគេខំរៀនភាសាបរទេសដើម្បីពង្រឹងនិងពង្រីកការស្រាវជ្រាវហើយជាមួយនឹងពានរង្វាន់គីណាល់នេះដែរខ្ញុំក៏មានពានរង្វាន់ផ្ទាល់ខ្លួនដែរចំពោះនិស្សិតទាំងអស់ដែលបានចូលរួមក្នុងការប្រឡងប្រជែងឆ្នាំនេះគឺសៀវភៅមួយក្បាលដែលខ្ញុំទើបតែនឹងសរសេរដើម្បីផ្ដល់នៅការរិះគិតស្រាវជ្រាវសម្រាប់ការកសាងប្រទេសយើងទៅអនាគតសៀវភៅនេះនឹងជូនទៅដល់យុវជនយើងទាំងអស់ដែលបានចូលរួមកម្មវិធីប្រឡងប្រជែងនៅឆ្នាំនេះជាមួយនឹងការបង្រើគោលគំនិតដូចដែលបានរៀបរាប់មកនេះពានរង្វាន់គីណាល់ក៏បានបង្រើការអភិវឌ្ឍរបស់ក្រុមហ៊ុនយើងក្នុងការបង្រើប្រទេសជាតិទាំងមូលផងដែរសូមអរគុណAnniversaire de la création par le docteur Kok Sok Kim du premier médicament antidouleur Kinal, destiné à récompenser les meilleurs travaux de recherche des étudiants en sciences venus de l'USS, de l'université Pouti Zastra et de besoin pour se développer. Le prix Kinal que nous allons remettre à de brillants et finalement au service du pays. សាស្ត្រទាំងអស់ជាទីរាប់អានថ្ងៃនេះដែលបានផលិតឱសថគីណាល់ដ៏ល្បីល្បាញដែលមានអាយុកាល56ប្រកបដោយឱសថសាស្ត្រសូមគោរពអាយដាមលោកស្រីក្មួយនិស្សិតទាំងអស់ដែលមានវត្តមាននៅទីនេះ Bonjour monsieur Galas monsieur Galas Daniel Galas et son épouse. Bonjour les amis français. Aujourd'hui, je suis content d'être venu. ខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមជាថ្មីម្ដងទៀតនៅខួបអបអរសាទរគីណាល់ឆ្នាំ56ដោយអស់លោកបានស្ដាប់ប្រសាសន៍របស់អាយដាមបណ្ឌិតហើយរៀងហើយគីណាល់កំពុងតែល្បីសុសសាយនៅលើពិភពលោក
លោកប្រធានសេបអត្តឡង់ទីក៏បានបញ្ជាក់ថាគីណាល់បានកើត4ឆ្នាំមុនឱសថល្បីមួយនៅប្រទេសបារាំងគឺដុលលីប្រាននេះជាមោទនភាពរបស់កម្ពុជាយើងហើយដែលឱសថគីណាល់នេះបានបង្កើតឡើងដោយស្ថាប័យកូនខ្មែរសុទ្ធសាធគឺលោកឱសថបណ្ឌិតកុកសុកគីមដែលលោកបានចែកឋានទៅហើយយើងខ្ញុំបានដឹងថាឱសថគីណាល់មិនគ្រាន់តែដើមកំណើតជាគីណាល់មួយមុខគត់ទេចំនួន1000នោះបានបែកសាខាចេញកូនចៅមកច្រើនទៀតទីឃើញហើយមានគីណាល់កូដេអ៊ីនគីណាល់ហ្វុងគីណាល់ផ្សេងទៀតគីណាល់អ៊ីប៊ីរាល់ពេលស្ដាប់វិទ្យុរដ្ឋAFP រ៉ាឌីយ៉ូអន្តរជាតិបារាំងគឺបានចាប់ផ្សាយគីណាល់មុនគេយើងដឹងហើយថាគីណាល់សម្រាប់ធ្វើអ្វីមួយវិញទៀតពេលដែលខ្ញុំទៅកាន់ប្រទេសអាហ្វ្រិកចំនួនឆ្នាំ1980ដល់90បងប្អូនអាហ្វ្រិកនៅនោះស្រែកសួរមកសូម៉ាលីនៅឯណាគឺពីដើមក្នុងចំនួនករណានៃព្រះបរមរាជកោដ្ឋលោកបាននាំអង្គខ្មែរទៅកាន់អាហ្វ្រិកឯណាមិនមែនចេញមកប្រកែទៅទេទោះតែខំប្រឹងតស៊ូតាំងពីកម្ពុជាទៅដល់ពីគីហែទៅដល់ប្រទេសបារាំងហើយត្រឡប់មកកម្ពុជាវិញចំនួននោះគឺខ្ញុំមកដែរជាមួយផែឆ្នាំជាមួយគ្នាហើយខំប្រឹងឡើងតស៊ូនឹងការបង្កើតរោងចក្រគីណាល់ឡើងវិញទោះបីមានការលំបាកមួយចំនួនក៏ខិតខំប្រឹងប្រែងជាមួយនោះដែររដ្ឋាភិបាលកម្ពុជាគឺបានចូលរួមយ៉ាងសកម្មគ្រប់គ្រងឱសថស្ថានគីណាល់ហើយនឹងបន្តជួយគ្រប់គ្រងទៀតដើម្បីជៀសវាងការលំបាកផ្សេងតាមអនុសាសន៍របស់សម្ដេចតេជោដែលលោកបានស្នើសុំឲ្យមន្ត្រីរាជការជួយបង្កលក្ខណៈងាយស្រួលជាមួយនឹងសហគ្រាសឯកជនដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាយើងទៅអនាគតនៅពេលតំណែងឆ្នាំនេះខ្ញុំសូមជិតឱកាសនេះប្រសិទ្ធពរជ័យដល់ឧស្សាហកម្មគីណាល់និងថ្នាក់ដឹកនាំនិងនយោជកទាំងអស់បានប្រកបដោយជោគជ័យថ្មីបន្ថែមទៀតនិងជិតឱកាសនេះដែរសូមប្រសិទ្ធពរជ័យជូនលោកអង្ញាលោកជំទាវឯកឧត្តមអស់លោកស្រីក្មួយប្រុសក្មួយស្រីទាំងអស់បានប្រកបដោយសេចក្តីរីករាយសុភមង្គលក្នុងឱកាសទឹកទៅតាមមកអត់ទីទៅឃើញមិនខំតាំងដែរតាំងសុទាកញ្ញាខនស្រីកញ្ញាអសុធិរៈនិងកញ្ញានៅសវណ្ណរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្ដល់កិត្តិយសជូនរង្វាន់ដល់បងប្អូនជ័យវិធីលេខទីសូមគោរពអញ្ជើញ
សូមជម្រាបផងដែរលោកអញ្ញាឱសថបណ្ឌិតហៃលីអៀប្រធានអគ្គនាយកសហគ្រាសផលិតឱសថ JTF បានចូលរួមមូលនិធិក្នុងគោលបំណងជួយក្នុងវិស័យអប់រំលើយុវជននៅខេត្តប្រជែកសម្រាប់ឆ្នាំ2016នេះផងដែរសូមជម្រាបជូនថាខ្ញុំមានសេចក្តីសំណោះជាពិសេសធ្វើដោយសារគឺថាក្រៅពីរង្វាន់គឺថាយុវនិស្សិតយើងនេះប្រហែល8នាក់7នាក់ណាគឺថាយើងចេះធ្វើការរួមគ្នាយើងឃើញខ្មែរយើងម្នាក់បង្កើតរៀនគូបកាយទៅគូបកាយប៉ុន្តែធ្វើការជួលគ្នាគឺយើងមានពិបាកអញ្ចឹងគឺថាថ្ងៃនេះជាមោទនភាពយើងធំណាស់นะครับមិនគ្រាន់តែយើងមានគំនិតស្រាវជ្រាវជាពិសេសមានគំនិតរួមគ្នាស្រាវជ្រាវគឺថារកទិសដៅយ៉ាងម៉េចដើម្បីឲ្យប្រទេសយើងនឹងជឿនលឿនទាំងអស់គ្នាបាទហើយជ្រាវខាងដែរក៏សូមជម្រាបជូនថាយុវនិស្សិតយើងដែលបានចូលរួមនឹងមានជូនជារង្វាន់ផ្ទាល់ខ្លួនគឺថាសុភៅដែលខ្ញុំបានសរសេរហ្នឹងគឺថាសូមយកមកចែកជូនតែហើយអូគេថាបានទទួលមុនខ្ញុំចែកទៀតបាទសូមអរគុណបាទកម្មវិធីខួបគម្រប់56ឆ្នាំរបស់ឱសថគឺក្នុងវិស័យសុខាភិបាលចេះសរសេរអត្ថបទស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ